នេះខ្ញុំសូមគោរពជំរាបសួរទូរទស្សនិកជនតែកំពុងទស្សនាការផ្សាយបន្តពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាស្ដីអំពីទស្សនវិជ្ជាមុនកិច្ចប្រជុំពិសេសលើកទី2នៃគណៈកម្មាធិការព្រំដែនទូត GBC កម្ពុជាថៃដែលប្រពៃធ្វើឡើងនៅបញ្ជាការដ្ឋានយោធាម៉ាឡេស៊ីទីក្រុងកូឡាឡំពួរប្រទេសម៉ាឡេស៊ីនៅក្នុងកម្មវិធីកិច្ចប្រជុំនេះដែរក្រុមការងារទូរទស្សន៍ជាតិកម្ពុជានឹងធ្វើសេចក្តីរាយការណ៍ផ្ទាល់ក៏ដូចជាបង្ហាញជូននូវទស្សនវិជ្ជាចេញពីទីតាំងនៃការប្រារព្ធកម្មវិធីកិច្ចប្រជុំនៅក្នុងនោះគឺយើងខ្ញុំនឹងបង្ហាញជូនពីចាស់ការរៀបចំក៏ដូចជាព័ត៌មានមួយចំនួនពាក់ព័ន្ធទៅនឹងកិច្ចប្រជុំនាថ្ងៃទី23ខែតុលាឆ្នាំ2025នេះទូរទស្សនិកជនជាទីគោរពនេះខ្ញុំសូមជម្រាបជូនថាមុននឹងរៀបចំកិច្ចប្រជុំពិសេសលើកទី2នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC នេះក៏មានការរៀបចំនៅកិច្ចប្រជុំនៃចាស់ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃដែលបានប្រព្រឹត្តទៅគឺចាប់ពីថ្ងៃទី20ដល់ថ្ងៃទី22ខែតុលាឆ្នាំ2025ក្នុងនោះគឺស្ថិតក្រោមការសង្កេតការណ៍ពីប្រធានក្រុមអ្នកសង្កេតការណ៍អន្តរការ IOT របស់កម្ពុជានិងថៃតំណាងការិយាល័យអនុព័ន្ធយោធាអាមេរិកប្រចាំនៅប្រទេសកម្ពុជាប្រទេសថៃនិងប្រទេសម៉ាឡេស៊ីរួមទាំងតំណាងភាគីម៉ាឡេស៊ីដែលបានចូលរួមផងដែរហើយនៅក្នុងនោះកិច្ចប្រជុំនៃក្រុមការលេខាធិការនៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃនេះគឺធ្វើឡើងដើម្បីធ្វើការពិភាក្សានៅខ្លឹមសារនិងធ្វើការផ្លាស់ប្ដូរឯកសារគ្នាទៅវិញទៅមកដើម្បីរៀបចំនៅកិច្ចប្រជុំពិសេសលើកទី2នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC គឺនៅថ្ងៃនេះតែម្ដងដែលនៅក្នុងនោះគឺធ្វើឡើងដើម្បីបន្ថែមជំរុញនឹងការអនុវត្តបទធុបបាញ់ឲ្យបានពេញលេញប្រកបទៅដោយប្រសិទ្ធភាពព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសម្ដៅលើកម្ពុជាសន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងនោះគណៈប្រតិភូក្រមលេខាធិការដ្ឋានរបស់កម្ពុជាគឺដឹកនាំដោយអាដាមស្នេហ៍តូញ៉ៃបូរ៉ាដែនប្រធានក្រុមលេខាធិការ GBC កម្ពុជានិងគណៈប្រតិភូក្រមលេខាធិការរបស់ថៃដែលដឹកនាំដោយអាដាមស្នេហ៍ឯកណាត់តផុងប្រាកៅប្រធានក្រុមលេខាធិការ GBC ថៃដល់ហើយសម្រាប់កិច្ចប្រជុំពិសេសលើកទី2នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC គឺដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាដែលបានដឹកនាំប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទចូលរួមកិច្ចប្រជុំលើកទី2នេះនៃគណៈកម្មាធិការព្រំដែនទូត GBC កម្ពុជាថៃហើយថ្ងៃផ្សេងៗនេះដែរក៏មានឧត្តមនាវីតូអាម៉ាត់សាហ្វីរូឌីនប៊ីនអាប៊ូបាកាជំនួយការនាយសេនាធិការទទួលបន្ទុកអភិវឌ្ឍផែនការនយោបាយសាស្ត្រឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីនិងអនុព័ន្ធយោធាកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីទទួលស្វាគមន៍នៅឯអាកាសយានដ្ឋានអន្តរជាតិកូឡាឡំពួរនៃប្រទេសម៉ាឡេស៊ីចាត់ទុកសេចក្ដីឥឡូវនេះសូមអញ្ជើញលោកនាងកញ្ញាទស្សនានៅសេចក្ដីរាយការណ៍ផ្ទាល់របស់លោកប៉ាងចំណានដែលជាមន្ត្រីនៃទូរទស្សន៍ជាតិកម្ពុជាធ្វើការរាយការណ៍ជូនចេញពីទីតាំងនៃការប្រារព្ធកម្មវិធីបាទគុណលោកស្រីកានិកាជាការប៉ុណ្ណេះខ្ញុំបាទចំណានអ្នកយកព័ត៌មានពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាកំពុងតែស្ថិតនៅឯបញ្ជាការដ្ឋានយោធាម៉ាឡេស៊ីដែលស្ថិតនៅឯទីក្រុងកូឡាឡំពួរប្រទេសម៉ាឡេស៊ីផ្ទាល់ទីតាំងនេះគឺត្រូវបានរៀបចំធ្វើជាទីតាំងរៀបចំនៅកិច្ចប្រជុំបាទពិសេសលើកទី2គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃហៅកាត់ថា GBC បាទតាមពិតទៅគឺកិច្ចប្រជុំនេះគឺត្រូវធ្វើនៅប្រទេសថៃទេប៉ុន្តែត្រូវបានប្រទេសថៃស្នើមករៀបចំនៅក្នុងទឹកដីនៃប្រទេសម៉ាឡេស៊ីនេះផ្ទាល់ហើយសម្រាប់កិច្ចប្រជុំពិសេសលើកទី2 GBC នេះគឺនឹងធ្វើឡើងក្រោមការដឹកនាំជាសហប្រធានដោយអាដាមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានិងអាដាមណាតផុនណាត់ផានិតដែលជារដ្ឋមន្ត្រីការពារជាតិនៃព្រះរាជាណាចក្រថៃយើងមើលកន្លែងមើលទីតាំងនេះផ្ទាល់លោកអ្នកអាចឃើញហើយការរៀបចំនៅទីតាំងបន្ទប់ប្រជុំគឺរៀបចំបានរួចរាល់ហើយដែរហើយប្រតិភូទាំងពីរគឺប្រតិភូទាំងខាងកម្ពុជាហើយនិងប្រតិភូខាងថៃក៏បានមកជាបណ្ដាហើយយើងនៅរងចាំការអញ្ជើញដល់របស់គណៈអធិបតីរបស់យើងដែលមានអាដាមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានិងអាដាមណាតផុនណាត់ផានិតដែលជារដ្ឋមន្ត្រីការពារជាតិនៃព្រះរាជាណាចក្រថៃទស្សនិកជនសម្រាប់កិច្ចប្រជុំ GBC កិច្ចប្រជុំពិសេសលើកទី2នេះគឺធ្វើឡើងស្របតាមការឯកភាពនៅក្នុងកិច្ចប្រជុំពិសេសលើកទី1 GBC ដែលបានរៀបចំនៅទឹកដីនៃព្រះរាជាណាចក្រកម្ពុជាគឺនៅខេត្តកោះកុងផ្ទាល់ហើយកិច្ចប្រជុំនេះក៏បន្តនៅក្នុងការពិភាក្សាក៏ដូចជាការសម្រេចនៅចំណុចសំខាន់ជាបន្តទៀតដែលខ្ញុំបាទអាចនឹងជំរាបជូនបាទបងប្អូនទស្សនិកជនបានទស្សនិកជនជាទីគោរពនិងជាទីមេត្រីសម្រាប់កម្មវិធីរបស់យើងនៅក្នុងថ្ងៃនេះបាទកម្មវិធីរបស់យើងក្នុងថ្ងៃនេះបាទតាមព័ត៌មានដែលខ្ញុំទទួលបានពីទីតាំងនេះផ្ទាល់គឺកម្មវិធីរបស់យើងអាចគ្រោងនឹងចាប់ដើមនៅពេលបន្តិចទៀតនេះនៅពេលដែលគណៈអធិបតីដែលមានអាដាមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានិងសមាភិកីថៃអញ្ជើញដល់ហើយយើងនៅពេលដែលគណៈអធិបតីអញ្ជើញដល់បាទលោកទាំងពីរនឹងធ្វើការបាទជួបប្រជុំចង្អៀតទ្វេភាគី
បាទនៅទីតាំងនេះផ្ទាល់ដូចគ្នាប៉ុន្តែនៅបន្ទប់ផ្សេងហើយនៅពេលដែលបាទកិច្ចប្រជុំចង្អៀតគឺបានបញ្ចប់មិនយូរទេបាទនឹងមានការរៀបចំនៅកិច្ចប្រជុំពិសេសលើកទី2ឬហៅថាកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃហៅកាត់ថា GBC ហើយនៅពេលដែលមានការរៀបចំបាទកិច្ចប្រជុំពិសេសលើកទី2គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃរួចនឹងមានការរៀបចំនៅកម្មវិធីចុះហត្ថលេខាលើឯកសារដែលបានព្រមព្រៀងបាទនៅក្នុងលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី2នេះហើយអ្វីដែលសំខាន់នៅក្នុងកម្មវិធីនាថ្ងៃនេះគឺនឹងមានការរៀបចំជាសន្និសីទសារព័ត៌មានរបស់អាដាមនាយឧត្តមសេនីយ៍បាទទីសីហាឧបនាយករដ្ឋមន្ត្រីបងចောက်បងការនិយាយសិនខ្ញុំមើលមីក្រូ ចាទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីគឺដូចដែរលោកនាងកញ្ញាបានទស្សនានៅការជម្រាបជូននៅចាព័ត៌មានដែលលោកចំណានបានជម្រាបជូនលោកនាងកញ្ញាអំបញ្ញមិញនេះយើងឃើញថាបន្តិចទៀតនេះគឺនឹងមានការរៀបចំនៅកិច្ចប្រជុំពិសេសលើកទី2របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ GBC កម្ពុជាថៃដែលប្រព្រឹត្តឡើងនៅទីបញ្ជីការដ្ឋានយោធាម៉ាឡេស៊ីទីក្រុងកាឡាឡុំពូប្រទេសម៉ាឡេស៊ីគឺដូចដែរលោកនាងកញ្ញាកំពុងតែទស្សនានៅទស្សនវិជ្ជាដែលក្រុមការងារបានបង្ហាញជូនយើងឃើញថានៅពេលនេះគឺបានរៀបចំរួចរាល់ជាស្រេចដើម្បីត្រៀមក្នុងការរៀបចំកិច្ចប្រជុំនៅពេលបន្តិចទៀតនេះទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៃខ្ញុំសូមជម្រាបជូនថាសម្រាប់កិច្ចប្រជុំលើកទី2នៃគណៈកម្មាធិការទូតព្រំដែនចាកម្ពុជាថៃ GBC ដែលប្រពធ្វើនៅថ្ងៃទី23ខែតុលាឆ្នាំ2025នេះគឺដឹកនាំដោយចាភាគីកម្ពុជាគឺឯកឧត្តមនាយឧត្តមសេនីយ៍ចាទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាដែលបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរៈភូមិន្ទហើយក្នុងនោះក៏ខាងភាគីថៃមានរដ្ឋមន្ត្រីការពារជាតិរបស់ថៃដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះផងដែរទូទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៃខ្ញុំសូមរំលឹកបន្តិចថាកាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025កន្លងទៅនេះគឺកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃនៅក្នុងខេត្តកោះកុងដែលកាលពីថ្ងៃទី10ខែកញ្ញានោះយើងឃើញថាភាគីកម្ពុជាគឺដឹកនាំដោយនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិរីឯភាគីថៃដឹកនាំដោយលោកណាត់តផុនណាត់ប៉និតរដ្ឋមន្ត្រីនៃក្រសួងការពារជាតិថៃដែលបានបើកកិច្ចប្រជុំឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃដែលកាលនោះគឺបានប្រពធ្វើនៅថ្ងៃទី7ដល់ថ្ងៃទី9ខែកញ្ញាឆ្នាំ2025នៅខេត្តកោះកុងគឺក្នុងរយៈពេល3ថ្ងៃដោយក្រុមការងារលេខាធិការដ្ឋាននៃប្រទេសទាំងពីរបានចូលរួមពិភាក្សានៅក្នុងបរិយាកាសប្រកបទៅដោយមិត្តភាពនិងស្ថាបនាក្នុងគោលបំណងជំរុញកិច្ចសន្ទនាប្រកបទៅដោយផ្លែផ្កាលើកកម្ពស់ការកសាងទំនុកចិត្តនិងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ហើយក្នុងនោះយើងឃើញថាតាមការប្រកាសរបស់ក្រសួងការពារជាតិក៏បានលើកឡើងផងដែរថាកាលពីខែកញ្ញានោះគឺបានឲ្យដឹងថាដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC ដែលបានប្រពធ្វើកាលពីថ្ងៃទី7ខែសីហាឆ្នាំ2025នៅឯប្រទេសម៉ាឡេស៊ីនៅក្នុងនោះក្រសួងការពារជាតិក៏បានអះអាងថាកម្ពុជាសង្ឃឹមយ៉ាងមុតមមថាកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC នេះពេលនោះគឺនឹងទទួលបានផ្លែផ្កាជាវិជ្ជមានបន្ថែមទៀតដើម្បីអនុញ្ញាតឲ្យភាគីទាំងពីរគឺអាចបន្តជំរុញការអនុវត្តបទជប់បាញ់មានប្រសិទ្ធភាពពេញលេញសម្ដៅនាំមកនូវសន្តិភាពស្ថិរភាពនិងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញបានឆាប់រហ័សចាត់ទស្សនិកជនដែលឡែកនេះខ្ញុំសូមរំលឹកបន្តិចចំពោះកិច្ចព្រមព្រៀងទាំង13ចំណុចនៃកិច្ចប្រជុំ GBC រវាងកម្ពុជានិងថៃដែលបានធ្វើកាលពីថ្ងៃទី7ខែសីហាឆ្នាំ2025កន្លងទៅនេះដែលទាំង13ចំណុចទាំងនោះនេះខ្ញុំសូមជម្រាបជូនចាទី1តាក់ទងទៅនឹងភាគីទាំងពីរយល់ព្រមទៅលើបទឈប់បាញ់ដែលពាក់ព័ន្ធទៅនឹងសព្វពិវុធគ្រប់ប្រភេទរួមទាំងការវាយប្រហារទៅលើជនស៊ីវិលនិងទ្រព្យសម្បត្តិរបស់ជនស៊ីវិលនិងយោធាភាគីទាំងសងខាងត្រូវតែជៀសវាងការបាញ់ដោយមិនញញើតឆ្ពោះទៅរកទីតាំងឬកងទ័ពរបស់ភាគីម្ខាងទៀតកិច្ចព្រមព្រៀងនេះមិនត្រូវរំលោភបំពានក្នុងកលៈទេសៈណាមួយឡើយកិច្ចព្រមព្រៀងចំណុចទី2គឺភាគីទាំងពីរគឺត្រូវយល់ព្រមរក្សាការដាក់ពង្រាយកងទ័ពបច្ចុប្បន្នដោយមិនមានការចល័តទ័ពខណៈបទឈប់បាញ់បានឈានដល់ម៉ោង 12:00 ម៉ោងចារំលងអាទិត្យនៅក្នុងតំបន់នៅថ្ងៃទី28ខែកក្កដាឆ្នាំ2025មិនត្រូវមានការចល័តទ័ពរួមទាំងការដើរល្បាតឆ្ពោះទៅកាន់ទីតាំងភាគីម្ខាងទៀតឡើយចំណុចទី3ភាគីទាំងពីរឯកភាពមិនបង្កើនកម្លាំងតាមបណ្ដោយព្រំដែនកម្ពុជាថៃទាំងមូលការពង្រឹងណាមួយនឹងបង្កើនភាពតានតឹងនិងជះឥទ្ធិពលអវិជ្ជមានទៅដល់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែងដើម្បីដោះស្រាយស្ថានភាព
ចំណុចទី4ភាគីទាំងសងខាងយល់ព្រមមិនធ្វើសកម្មភាពបង្កហេតុដែលអាចបង្កើនភាពតានតឹងនេះរាប់បញ្ចូលទាំងសកម្មភាពយោធាដើម្បីចូលទៅក្នុងលំហអាកាសរបស់ភាគីម្ខាងទៀតនិងទឹកដីឬទីតាំងនានាចាប់ពីម៉ោង 24:00 នាទីមកក្នុងតំបន់នៅថ្ងៃទី 28 ខែកក្កដាឆ្នាំ 2025 ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការមិនសាងសង់ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធាឬបន្ទាយលើសពីភាគីរបស់ខ្លួនចំណុចទី5ភាគីទាំងពីរយល់ព្រមមិនប្រើប្រាស់កងកម្លាំងគ្រប់ប្រភេទប្រឆាំងនឹងជនស៊ីវិលនិងទ្រព្យសម្បត្តិរបស់ជនស៊ីវិលគ្រប់កលៈទេសៈទាំងអស់សកម្មភាពបែបនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ទៅដល់សហគមន៍នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេប៉ុន្តែថែមទាំងបំពានច្បាប់អន្តរជាតិព្រមទាំងធ្វើឲ្យភាគីដែលមិនគោរពតាមនិងខូចមុខមាត់លើឆាកអន្តរជាតិផងដែរចំណុចទី6ភាគីទាំងពីរយល់ព្រមគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិក្នុងការព្យាបាលទាហានដែលត្រូវបានចាប់ខ្លួនរួមទាំងស្ថានភាពរស់នៅទីជម្រកអាហារនិងការថែទាំវិជ្ជសាស្ត្រក្នុងករណីមានរបួសហើយប្រសិនបើភាគីម្ខាងចង់នាំយកទាហានឬជនស៊ីវិលដែលរងរបួសរបស់ខ្លួនដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគីម្ខាងទៀតមកព្យាបាលនោះភាគីទទួលអាចកំណត់ការឆ្លើយតបរបស់ខ្លួនដោយផ្អែកទៅលើសមត្ថភាពនៃគ្រឿងបរិក្ខារពេទ្យរបស់ខ្លួនរួមទាំងសម្ភារៈបរិក្ខារដែលមានស្រាប់បុគ្គលិកឬក៏ក្រមសីលធម៌វិជ្ជសាស្ត្រតាមករណីនីមួយៗទាហានដែលត្រូវបានចាប់ខ្លួននឹងត្រូវដោះលែងនិងធ្វើមាតុភូមិនិវត្តភ្លាមស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវភាគីទាំងពីរបានឯកភាពគ្នាក្នុងការផ្លាស់ប្តូរព័ត៌មាននិងសម្រួលដល់ការបញ្ជូនសាកសពដែលបានស្លាប់វិលត្រឡប់មកវិញប្រកបទៅដោយសេចក្តីថ្លៃថ្នូរនៅទីតាំងដែលព្រមព្រៀងគ្នាដោយគោរពពេញលេញនៅគោលការណ៍មនុស្សធម៌ដោយមិនចាំបាច់ឆ្លងកាត់ព្រំដែនបន្ថែមពីនេះភាគីទាំងសងខាងត្រូវធានាឲ្យមានវិធានការសមស្របដើម្បីកំណត់អត្តសញ្ញាណនិងគ្រប់គ្រងសាកសពក្រោមលក្ខខណ្ឌអនាម័យនិងការគោរពចំណុចទី7ក្នុងករណីមានចំនួនប្រដាប់អាវុធទោះដោយចេតនាឬអចេតនាក៏ដោយភាគីទាំងពីរត្រូវតែពិគ្រោះយោបល់ភ្លាមនៅថ្នាក់មូលដ្ឋានតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ដើម្បីទប់ស្កាត់ស្ថានភាពកុំឲ្យកើនឡើងនៅតាមព្រំដែនទាំងមូលចំនួនអូសបន្លាយនិងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពជនស៊ីវិលនិងទាហានទាំងសងខាងនិងបង្កើនភាពតានតឹងដោយហេតុនេះធ្វើឲ្យស្មុគស្មាញដល់កិច្ចប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយរួមគ្នាចំណុចទី8ជាពិសេសភាគីទាំងសងខាងយល់ព្រមរក្សាទំនាក់ទំនងទៀងទាត់រវាងគ្រប់តំបន់កងទ័ពនិងអង្គភាពយោធានៅតាមព្រំដែននៃភាគីទាំងពីរហើយខិតខំដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធីនិងជៀសវាងការប៉ះទង្គិចគ្នាកោះប្រជុំគណៈកម្មាធិការព្រំដែនក្នុងតំបន់ RBC ក្នុងរយៈពេល2សប្តាហ៍បន្ទាប់ពីកិច្ចប្រជុំ GBC នៅថ្ងៃទី7ខែសីហាឆ្នាំ 2025ម្ចាស់ផ្ទះត្រូវបានកំណត់ស្របតាមការបង្វិលនៃការធ្វើម្ចាស់ផ្ទះធម្មតារក្សាទំនាក់ទំនងទៀងទាត់និងដោយផ្ទាល់រវាងថ្នាក់រដ្ឋមន្ត្រីនិងថ្នាក់នាយសេនាធិការនៃកងកម្លាំងការពារជាតិចំណុចទី9ភាគីទាំងសងខាងយល់ព្រមជៀសវាងនៅការផ្សព្វផ្សាយព័ត៌មានមិនពិតឬព័ត៌មានคล้ายៗដើម្បីកាត់បន្ថយភាពតានតឹងកាត់បន្ថយមនោសញ្ចេតនាសាធារណៈអវិជ្ជមាននិងជំរុញបរិយាកាសដែលអំណោយផលដល់ការសន្ទនាដោយសន្តិវិធីចំណុចទី10ភាគីទាំងពីរនៅតែបដិញ្ញាអនុវត្តការយោគយល់រួមដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៅថ្ងៃទី28ខែកក្កដាឆ្នាំ 2025រួមទាំងបទឈប់បាញ់និងការបង្កើតក្រុមអ្នកសង្កេតការអាស៊ានដែលដឹកនាំដោយម៉ាឡេស៊ីដើម្បីទៀងផ្ទាត់និងធានាការអនុវត្តរបស់ភាគីទាំងពីរចំណុចទី11ភាគីទាំងសងខាងយល់ព្រមចាត់តាំង RBC រៀងៗខ្លួនដើម្បីអនុវត្តបទឈប់បាញ់ដែលសម្របសម្រួលនិងសង្កេតឃើញដោយក្រុមអ្នកសង្កេតការអាស៊ានដឹកនាំដោយម៉ាឡេស៊ីដែល RBC នឹងជួបជាទៀងទាត់និងបញ្ជូនរបាយការណ៍របស់ពួកគេទៅកាន់ក្រុមការងារ GBC របស់ខ្លួនចំណុចទី12រងចាំក្រុមអ្នកសង្កេតការអាស៊ានដឹកនាំដោយម៉ាឡេស៊ីដោយភាគីទាំងពីរបានព្រមព្រៀងគ្នានៅទីក្រុងទូត្រាចាយ៉ានៅថ្ងៃទី28ខែកក្កដាឆ្នាំ 2025ក្រុមអ្នកសង្កេតការបណ្ដោះអាសន្ន IOT រួមមានអនុព័ន្ធការពារជាតិនៃប្រទេសសមាជិកអាស៊ានទទួលស្គាល់ប្រទេសថៃឬកម្ពុជាហើយដឹកនាំអនុព័ន្ធការពារប្រទេសម៉ាឡេស៊ីនឹងត្រូវបានបង្កើតឡើងដាច់ដោយឡែកនិងឯករាជ្យនៅក្នុងប្រទេសនីមួយៗកម្ពុជានិងភាគីថៃសមាជិកភាពនៃ IOT របស់ប្រទេសនីមួយៗត្រូវបានអញ្ជើញដោយឯករាជ្យដោយប្រទេសម្ចាស់ផ្ទះក្នុងការពិគ្រោះយោបល់ជាមួយនឹងម៉ាឡេស៊ី IOT នឹងដំណើរការដោយមិនឆ្លងកាត់ព្រំដែនហើយនឹងធ្វើការនៅក្នុងការសម្របសម្រួលនិងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយនឹង RBC និង GBC នៃប្រទេសមួយៗចំណុចទី13គឺភាគីទាំងពីរយល់ព្រមកំណត់ពេលកិច្ចប្រជុំ GBC បន្ទាប់ក្នុងរយៈពេល1ខែបន្ទាប់ពីថ្ងៃទី7ខែសីហាឆ្នាំ 2025 ចាស់ទាំងនេះគឺជា13ចំណុចនៃកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងកម្ពុជានិងថៃកាលពីថ្ងៃទី7ខែសីហាឆ្នាំ 2025